ខាន់អីទាំងអស់នោះស្រាប់តែអ៊ីរ៉ង់គេប្រកាសមកថាច្រកនេះបិទវិញហើយអ៊ីរ៉ង់ខ្លួនឯងជាអ្នកប្រកាសថាគេច្រកហ្នឹងគេបិទហើយដោយហេតុផលគេថាអាមេរិកនិងអ៊ីស្រាអែលបំពេញបទឈប់បាញ់2សប្តាហ៍នេះព្រោះនៅតែបាញ់ដដែលនៅពេលដែលបាញ់ដដែលអត់បាញ់គ្នានៅអ៊ីរ៉ង់ទេតាមពិតអ៊ីរ៉ង់អត់មានគ្រាប់ផ្លោងទៅទៀតទេគឺគ្រាប់ផ្លោងហ្នឹងគឺអ៊ីស្រាអែលបាញ់ទម្លាក់ទៅក្រុមលីបង់ហើយបាញ់ខ្លាំងជាងមុនទៀតអត់ទាន់មានបត់ឈប់បាញ់តិចដល់ពេលមានបត់ឈប់បាញ់សន្ធាប់ទៅលីបង់ហ្នឹងកាន់តែខ្លាំងប៉ុន្តែឥឡូវអ្វីដែលក្រុមខាងសេតវិមានឬក៏លោកនេតាន់យ៉ាហ៊ូហើយដែលជាប្រធានាធិបតីអ៊ីរ៉ង់សំទោសអ៊ីស្រាអែលហើយនិងលោកត្រាំដែលជាប្រធានាធិបតីអាមេរិកគាត់បាននិយាយថាហេតុអីបានជាអ៊ីរ៉ង់មកចោទថាអាមេរិកនិងអ៊ីស្រាអែលរំលោភបំពានបទឈប់បាញ់ជាមួយអ៊ីរ៉ង់ទៅវិញបើគ្រាប់ផ្លោងនឹងបាញ់ទៅដាក់លីបង់សោះហ្នឹងព្រោះទាំងលោកនេតាន់យ៉ាហ៊ូនិងលោកត្រាំអះអាងថានៅក្នុងបទឈប់បាញ់ដែលជាកិច្ចព្រមព្រៀង2សប្តាហ៍នេះតាក់ទងនឹងប្រទេសអ៊ីរ៉ង់អត់មានតាក់ទងនឹងប្រទេសលីបង់ទេអត់បញ្ចូលទេអាហ្នឹងហើយដែលជាកិច្ចព្រមព្រៀងលឿនពេកមើលអត់អស់តែអ៊ីរ៉ង់ក៏មិនអាចទៅដាក់លក្ខខណ្ឌអីព្រោះអីវាក្រៅដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហ្នឹងប៉ុន្តែអាលីបង់ហ្នឹងវាជា proxy ជាកូនជឹងរបស់អ៊ីរ៉ង់ដែលគាត់មានពួកហេបូឡាដែលក្រុមឧទាមមួយក្រុមនៅវាយអ៊ីស្រាអែលដែលនៅអញ្ចឹងបានអ៊ីស្រាអែលយកលេសហ្នឹងវាយខ្លាំងមែនតើដោយសារតែអ៊ីស្រាអែលអត់ឈប់ទម្លាក់គ្រាប់លើអ៊ីរ៉ង់ទើបធ្វើឲ្យអ៊ីរ៉ង់យកលេសថាច្រកហមូសបិទវិញហើយអញ្ចឹងទៅធ្វើឲ្យកប៉ាល់ដែលអាចមានលំហូរចរាចរណ៍មកបន្ទុះហើយស្រាប់តែថយវិញទៅថយចំនួនតិចជាងអាពេលឆ្លោះគ្នាអាពេលកំពុងឆ្លោះគ្នាទៅទៀតវាទៅជាអញ្ចឹងណាអញ្ចឹងហើយដែលធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយអេរ៉ង់ថាបិទវិញឲ្យច្រកហ្នឹងហើយធ្វើឲ្យប្រេងអីឡើងថ្លៃអីក៏ប៉ុន្តែអ្នកស្រីដែលជាអ្នកនាំពាក្យរបស់សេតវិមានគឺអ្នកស្រី Caroline Levitt បានថ្លែងប្រហែលជាកាលពីយើងនៅខ្មែរនេះក៏ដាល់ត្រៀតដែរកាលពីព្រឹកមិញនៅខ្មែរនឹងបានន័យថាត្រូវនឹងថ្ងៃមិញថ្ងៃម្សិលនៅអាមេរិកនេះគាត់ថាព័ត៌មានដែលថាអ៊ីរ៉ង់បិទច្រកហ័រមូសនេះណាគឺជាព័ត៌មានមិនពិតទេព្រោះច្រកនេះនៅតែមានចរាចរណ៍កប៉ាល់ដូចធម្មតាអត់មានបញ្ហាបិទទេហើយអាមេរិកនៅតាមឃ្លាំមើលហើយលោកត្រាំបានពមៀនទៀតបើហ៊ានតាអ៊ីរ៉ង់បិទអាច្រកហ័រមូសនេះណាគឺអ្វីដែលគាត់ថាអា7អា2សប្តាហ៍ហ្នឹងឆាចោលហ្នឹងគឺកំតិចអ៊ីរ៉ង់វិញទៀតដូច្នេះចង់អ៊ីរ៉ង់អាចពិបាកដែរមុននេះអ៊ីរ៉ង់ប្រាប់ថាពេលដែលបើកនេះអ៊ីរ៉ង់ទាយកលុយទៀតថាដឹកកប៉ាល់ដឹកប្រេងមកហ្នឹងមួយបារ៉ែលគឺមួយធុងត្រូវយកថ្លៃដឹកជញ្ជូនឆ្លងកាត់ហ្នឹង$1 $1ហ្នឹងអត់យកលុយសុទ្ធទេយកជាលុយរូបិយវត្ថុគ្រីបតូបង់ចូលគ្រីបតូទៅអាគ្រីបតូហ្នឹងដូចលុយ Gen Z អញ្ចឹងណាបងប្អូនដែលអាមេរិកបកក$15,000 លានហ្នឹងគឺនៅកកស្ញែងហ្នឹងឥឡូវអ៊ីរ៉ង់ក៏ថាដឹកប្រេងតាមហ្នឹងដឹកឥឡូវប៉ុន្តែមួយបារ៉ែលបង់$1បងប្អូនបើមួយបារ៉ែលបង់$1ដឹងមួយកប៉ាល់ត្រូវបង់លុយប្រមាណទេព្រោះមួយកប៉ាល់ដឹកប្រេងរហូតដល់ទៅ7សែនបារ៉ែលសំទោស7សែនលីត្រប៉ុន្តែវាច្រើនបារ៉ែលហើយព្រោះអីមួយបារ៉ែលហ្នឹងគឺមានអាចទៅ100លីត្រអីចឹងទៅដូច្នេះវាមួយកប៉ាល់អាចដល់ទៅខ្ទង់$10,000ក៏បានដែរឆ្លងកាត់ហ្នឹងហើយកប៉ាល់រាប់ម៉ឺនអាហ្នឹងគាត់ចង់ទាប៉ុន្តែខាងអាមេរិកថាអត់មានទាលុយអីទាំងអស់ព្រោះលក្ខខណ្ឌនៅពេលដែលចរចាគ្នាហើយគឺអាមេរិកឈប់វាយអ៊ីរ៉ង់ដូរនឹងលក្ខខណ្ឌមួយគឺបើកច្រកហ័រមូសឲ្យពេញលេញដោយសេរីអត់បង់លុយដោយមានសុវត្ថិភាពដោយអត់លក្ខខណ្ឌដូច្នេះអ៊ីរ៉ង់ជាប់កកនឹងទៀតវាពិបាកណាស់បងប្អូនគឺចាស់ថាចរចាជាមួយអាមេរិកគឺដូចថៃចរចាជាមួយខ្មែរចរចាជាមួយថៃចឹងយើងអ៊ីរ៉ង់ចរចាអាមេរិកក្នុងនាមអ៊ីរ៉ង់ជាអ្នកចាញ់ថៃចរចាជាមួយខ្មែរនៅពេលដែលខ្មែរជាអ្នកចាញ់គឺដូចគ្នាអញ្ចឹងហើយពិបាកណាស់គេធ្វើបាបធ្វើទុកបុកម្នេញសពបែបយ៉ាងទៅរកពឹងអីបើអ៊ីរ៉ង់គេចាំតែផ្លោងដាក់អញ្ចឹងហើយឥឡូវទៅរករឿងខាងអ៊ីស្រាអែលវាយលីបង់ថាចង់បិទអាចរកហមូសវិញបិទមិនបានព្រោះអីលីបង់ជារឿងប្រទេសផ្សេងអត់មានតាក់តងអ៊ីរ៉ង់ឥឡូវអញញ៉ៃអញ្ចឹងទៅអ៊ីរ៉ង់ហ្នឹងនៅស្ងួតរឿងហ្នឹងឥឡូវហ្នឹងកំពុងតែពិបាកហើយអ៊ីរ៉ង់ណា
ចាប់ពីពេលនេះទៅគ្មានពេលងើបមុខរួចទេបងប្អូនត្រូវចាំការចរចាអីក៏ដោយតែយើងធ្វើសម្បទានបែបនេះហើយទៅហើយព្រោះយើងខ្សោយយើងចាញ់គេដូចខ្មែរដែលសុកចិត្តឲ្យគេគ្រប់គ្រងដែនដីរបស់យើងនៅពេលដែលមានបទជប់បាញ់ចឹងទៅហើយព្រោះយើងឲ្យដៃថៃប្រាប់ថាខ្មែរយើងខ្សោយលុះក្រោមឥទ្ធិពលនៃការចរចាអត់ចំណេញគឺយើងយកដែរដូចគ្នានឹងអ៊ីរ៉ង់ចឹងនៅពេលដែលអាមេរិកកាច់បានប៉ុណ្ណេះហើយគឺទៅហើយគឺជាថ្ងៃចាប់ផ្ដើមនៃទីបញ្ចប់នៃប្រទេសអ៊ីរ៉ង់ទេអត់មានថយក្រោយបានទេព្រោះអាមេរិកនឹងដាក់សម្ពាធចឹងរហូតទារហូតតែទាបានទារហូតចប់ហើយរឿងនេះវាមានរឿងអាក្រក់និងរឿងល្អក្នុងពេលជាមួយគ្នាអាក្រក់បំផុតគឺប្រទេសដែលមានអំណាចខ្លាំងមហិមាផ្នែកយោធាទៅឈ្លានពានទន្ទ្រានដែនអធិបតេយ្យប្រទេសមួយដែលលែងការពារខ្លួនបានហើយដាក់សម្ពាធរហូតអាហ្នឹងអាក្រក់បើយើងមើលសម្ដាប់ធ្នាប់ពិភពលោកកលាប់ចាស់ច្បាប់អង្គការសហប្រជាជាតិក៏ខុសធម្មនុញ្ញស្អីក៏ខុសគ្រប់រឿងសង្គ្រាមអីក៏ខុសគ្រប់រឿងក៏ប៉ុន្តែចំណុចដែលល្អគឺរបបដឹកនាំផ្ដាច់ការរបស់អ៊ីរ៉ង់នេះរលាយរលត់ដែលប្រជាពលរដ្ឋលើពិភពលោកអ្នកណាក៏សាទរដែរឲ្យរលាយទៅព្រោះគេអត់ចង់ឲ្យរបបផ្ដាច់ការបែបនេះនៅទៀតទេប្រជាពលរដ្ឋអ៊ីរ៉ង់ក្តៅកាហាយណាស់អ្នកដែលរស់ស្រួលគឺមានតែអ្នកគ្រប់គ្រងគណៈបកកាន់អំណាចរបស់អ៊ីរ៉ង់ទេប្រជាពលរដ្ឋទូទៅគ្នារត់គេចពីផ្ទះគេចាប់សម្លាប់ចាប់ដាក់គុកបាតកម្ម2អាទិត្យមិនដល់ផងសម្លាប់មនុស្សជាង30000នាក់អត់មាននរណាយកអ៊ីរ៉ង់ទៅកាត់ទោសទេគេថាក្រុមបះបោរក្រុមអធិមបាញ់មនុស្សសម្លាប់ដូចចាបយកទៅព្យួរកបានស្រេចចិត្តដោយរបបខ្មែរក្រហមយើងចង់បានអញ្ចឹងយើងគ្រប់គ្រងរបបអ៊ីរ៉ង់អញ្ចឹងមែនយល់ហើយយើងមិនពេញចិត្តនៅក្នុងការថ្កោលទោសថាការរំលោភឈ្លានពានដែនអធិបតេយ្យរបស់ប្រទេសមួយគឺជារឿងខុសច្បាប់អត់អីទេអានឹងគឺជាសិលធម៌ត្រឹមត្រូវក៏ប៉ុន្តែទៅគ្រប់គ្រងអត់មើលគេថាតើរបបអ៊ីរ៉ង់ហ្នឹងក៏គ្រុកលលួយប៉ុណ្ណាយើងអត់មើលសម្លាប់រំគាលយកលុយដែលបានមកពីខួងប្រេងដែលលុយរាប់ពាន់លានដុល្លារយកមកចែកតែប្រជាប្រដ្ឋហូបក៏មិនខ្វះយើងយកទៅបំពោកធ្វើបរមាណូធ្វើអាវុធនុយក្លេអ៊ែរហើយបង្ក្រាបក្រុមប្រឆាំងសម្លេងប្រឆាំងសិទ្ធិមនុស្សសិទ្ធិអីគឺយើងបង្ក្រាបដល់ដីយកមកព្យួរក30-40ឆ្នាំប្រជាប្រដ្ឋរស់នៅក្នុងស្ថានភាពដូចនៅក្នុងឋាននរកមានតែក្រុមអ្នកមានហ្នឹងក្រុមអង្គការមហាមន្ត្រីហ្នឹងហើយដល់ពេលអញ្ចឹងមកយើងអេចអចង់ឲ្យអ៊ីរ៉ង់នៅបន្តទៅទៀតកុំឲ្យអ្នកណាទៅរំដោះតើយើងមានសិលធម៌ប៉ុណ្ណាទៅរិះគន់ត្រូវហើយរិះគន់អំពីអំពើឈ្លានពានក៏ប៉ុន្តែតើអ្វីជាដំណោះស្រាយតើចុងបំផុតតើអាមេរិកនឹងទៅគ្រប់គ្រងអ៊ីរ៉ង់ដោយយកទ័ពទៅដាក់នៅទីនោះហើយយកប្រជាពលរដ្ឋអាមេរិកទៅដឹកនាំប្រទេសអ៊ីរ៉ង់ឬក៏យ៉ាងដូចម្ដេចម្ដងទៀតបងប្អូនអាមេរិកឈ្លានពានអ៊ីរ៉ង់គឺក្នុងគោលបំណងធំបំផុតឲ្យប្រទេសនេះមានប្រជាធិបតេយ្យជោគវាសនារបស់ប្រទេសអ៊ីរ៉ង់คล้ายទៅជាជោគវាសនារបស់កណ្ដាប់ដៃប្រជាពលរដ្ឋអ៊ីរ៉ង់គ្រប់រូបមិនមែនតែក្រុមបកកាន់អំណាចផ្ដាច់ការទេតើយើងអត់ចង់បានទេអញ្ចឹងអស់លោកនៅស្រុកខ្មែរនឹងនាំគ្នាថ្កោលទោសអាមេរិកហើយថាអ៊ីរ៉ង់នឹងខ្លាំងឬក៏អីប៉កែមហិមាអាមេរិកនឹងខ្ចប់អីហ្នឹងគឺយើងចង់ការពារអំណាចផ្ដាច់ការកុំឲ្យរលំរលាយមិនមែនការពារសិទ្ធិមនុស្សប្រជាធិបតេយ្យសេចក្តីសច្ចយុត្តិធម៌ទេគឺយើងក្រាញប្រាប់ថាយើងទៅវាយគេអញ្ចឹងគឺវាប៉ះពាល់អីដូចនៅកូរ៉េខាងជើងអីវ៉ាន់ណាអ្នកណាមិនចង់ឲ្យគឹមយងអ៊ុនរលាយមួយថ្ងៃគំរាមតែយកអាបរមាណូនឹងចង់ទៅរំលាយប្រទេសនៅកូរ៉េខាងត្បូងដែលគ្នាសុំតែសេចក្តីសុខយើងមួយថ្ងៃរកគិតតែពីរឿងបំផ្លាញគេហ្នឹងហើយយើងអ្នកណាចង់បានតែពេលគេទៅរករឿងយើងថាកុំទៅវាយគេវាយមិនមិនបានមិនបើយើងរករឿងរបបខ្មែរក្រហមដឹកនាំប្រមាណឆ្នាំមកស្លាប់ប្រជាពលរដ្ឋ17លាននាក់យើងអត់ចង់បានអ្នកណាម្នាក់មករំដោះប្រទេសកម្ពុជាយើងឲ្យរួចពីកញ្ញាំបិសាចហ្នឹងអញ្ចឹងហើយចោះគេមករំដោះខ្មែរក្រហមយើងគិតថាអ្នកណាមកក៏ដោយឲ្យតែទាហានបរទេសគឺដឹងតែណែឯងមកឈ្លានពានកម្ពុជាជាការពិតទាហានវៀតណាមមកឈ្លានពានកម្ពុជាយើងថ្កោលទោសទាហានវៀតណាមឈ្លានពានកម្ពុជាប៉ុន្តែយើងអត់អាចថ្កោលទោសអំពើដែលបណ្ដេញខ្មែរក្រហមឈប់ឲ្យកាប់សម្លាប់ខ្មែរបានទេរឿងហ្នឹងគឺបងប្អូនត្រូវឲ្យច្បាស់ណាកុំនិយាយវិភាគនយោបាយរបៀបលំអៀងផ្កាប់មុខចង់ការពារក្រុមផ្ដាច់ការសម្លាប់មនុស្សឲ្យនៅកាន់កាប់បានយូរដោយសារដូចក្រុមខ្លួនឯងដែរកុំបងប្អូនបាយ3ពេលកុំគិតអកតេអញ្ចឹងពេកមកដល់ម៉ោងនេះគេថ្កោលទោសអាមេរិកជុំទឹះគឺគ្មាននរណាគេផ្អាកការថ្កោលទោសក៏ប៉ុន្តែក៏មានគេគាំទ្រច្រើនដែរឲ្យរបបអ៊ីរ៉ង់នេះរលាយខ្សលទៅហើយប្រជាពលរដ្ឋគេដឹកនាំប្រទេសគេទៅម្ដងទៀតបងប្អូនណា
អាមេរិកវាយអ៊ីរ៉ង់នេះគឺដើម្បីរំដោះប្រជាពលរដ្ឋហើយរំដោះអាមេរិកខ្លួនឯងដែរកុំឲ្យមានការគ្រោះគំរាមកំហែងពីក្របបរមាណូឬក៏ប៉ះពាល់ដល់សម្ព័ន្ធមិត្តអាមេរិកនៅឯឈូងសមុទ្រពាក់ឬក៏តំបន់មជ្ឈិមបូព៌ានៅពេលដែលអាមេរិកបង្ក្រាបអ៊ីរ៉ង់បានពិភពលោកគឺនៅកណ្ដាប់ដៃរបស់អាមេរិកហើយចំពោះខ្ញុំណាបើអាមេរិកជាបិតាពិភពលោកណាខ្ញុំគាំទ្រ 100% បើយកកំភ្លើងទៅឲ្យអាមេរិកកាន់ណាបរមាណូក៏ដោយខ្ញុំអាចបិទភ្នែកគេយប់ទៅគឺលក់ស្កប់ស្កល់ដោយសារដឹងថាអាមេរិកគឺជាប្រទេសប្រជាធិបតេយ្យគេមិនដែលយកគ្រាប់បែកបរមាណូដើរទម្លាក់តែផ្ដាស់ធ្វើឲ្យប្រទេសណាលលាយដោយអត់មានរឿងអីចឹងទេផ្ទុយទៅវិញបើបរមាណូនៅក្នុងដៃគឹមចុងអ៊ុននៅដៃរបស់ណៃរុស្ស៊ីនៅដៃរបស់អ៊ីរ៉ង់ដឹងតែបិទភ្នែកគេមិនលក់ទេមិនស្រួលជីកប្រឡងកាយទៅក្រោមបាតដីឲ្យជ្រៅទៅនៅរូងហ្នឹងខ្លាចគេលោកគេទម្លាក់គ្រាប់បរមាណូអាហ្នឹងដោយសារអីវាទៅដៃអ្នកខុសក៏ភ្លើងដូចខ្ញុំបានជម្រាបអញ្ចឹងនៅលើដៃរបស់ប៉ូលីសមានសមត្ថកិច្ចដែលមានវិជ្ជាជីវៈត្រឹមត្រូវគឺយើងសบายចិត្តហើយយើងមានភាពកក់ក្ដៅដោយសារគេការពារយើងប៉ុន្តែបើទៅដៃចោលយើងមួយថ្ងៃយើងខ្វល់ហើយចឹងបានថាបើមានចោលណារត់រួចហើយមានកំភ្លើងនៅដៃគឺអាជ្ញាធរមានសមត្ថកិច្ចគឺប្រឹងឲ្យប្រជាពលរដ្ឋភ័យគ្រប់គ្នាចុះហេតុអីបានកំភ្លើងនៅដៃប៉ូលីសយើងអត់ភ័យហើយកំភ្លើងនៅដៃចោលតែមួយដើមសោះយើងភ័យមកប្រទេសកំភ្លើងនៅដៃប៉ូលីសរាប់ម៉ឺនដើមកំភ្លើងលក់នៅអាមេរិករាប់លានដើមគ្រួសារណាក៏មានកំភ្លើង2ទៅ3ដើមដែរយើងអត់ដែលសូវភ័យអញ្ចឹងផងតែបើភ័យពេលតែចោលកាន់កំភ្លើងមួយដើមយើងភ័យដោយសារអីដោយសារចរិតចោលតែកាន់អាកំភ្លើងហ្នឹងគឺវាច្បាស់ជាបំផ្លាញហើយយើងទៅគាំទ្រថាទៅវាយដកកំភ្លើងពីគាត់ចឹងមិនត្រឹមត្រូវទេសិទ្ធគាត់មានការកាន់កំភ្លើងចោលមានសិទ្ធកាន់កំភ្លើងដូចគ្នានឹងអ៊ីរ៉ង់ដែរតែយើងយកកំភ្លើងពីដៃគាត់មកវិញចោលហើយតែយើងគាំទ្រយើងទៅការពារសិទ្ធចោលវាអត់ត្រូវបងប្អូនអញ្ចឹងបានថាឲ្យវិភាគអីវិភាគទៅមិនអីទេហើយខ្ញុំដូចខ្ញុំនិយាយចឹងខ្ញុំអត់មានទៅគាំទ្រអំពើឈ្លានពានដែនអធិបតេយ្យបរទេសណាទេអត់សោះយើងត្រូវដោះស្រាយតាមសន្តិវិធីប៉ុន្តែបរិបត្តិអ៊ីរ៉ង់នេះណាបើមិនមានអាមេរិកនិងអ៊ីស្រាអែលវាយទេណាប្រជាពលរដ្ឋអ៊ីរ៉ង់នៅខ្លោចផ្សាដូចខ្មែរក្រហម3ឆ្នាំ8ខែ20ថ្ងៃមិនដឹង3ឆ្នាំ8ខែប្រមាណថ្ងៃឬក៏ប្រមាណឆ្នាំទៀតទេប្រជាពលរដ្ឋខ្មែរនឹងស្លាប់អស់ពិភពផែនដីផងវាត្រូវតែអញ្ចឹងបរិបត្តិនយោបាយបងប្អូនអស់ហើយប៉ុណ្្នឹងហើយបងអែមលៀងមាត់របស់ខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅក្នុងរាត្រីស្អែកទៀតតាមពេលវេលានឹងម៉ោងដដែលរាត្រីសួស្តីបងប្អូនដែលកំពុងតែស្ដាប់ការផ្សាយរបស់ខ្ញុំហើយសូមជម្រាបជូនបងប្អូននៅទីក្រុងឡុងប៊ិចឬក៏នៅទីក្រុងក្បែរនេះបន្តិចព្រោះអីនៅលេខអេសណវត្តលេខអេសណមួយនៅឆ្ងាយពីក្រុងឡុងប៊ិចប្រហែលជា1ម៉ោងគឺនៅថ្ងៃទី12គឺថ្ងៃអាទិត្យនេះគឺមានពិធីប្រឡងចម្រៀងខ្មែរយើងដែលមានរង្វាន់អ្នកឈ្នះ3នាក់ហើយមានពិធីរាំប្រឡងរាំដើម្បីបានពានរង្វាន់ផងហើយខ្ញុំមានកិត្តិយសដែលបងស្រីម៉ារីខេងហៅខ្ញុំឲ្យទៅជួយធ្វើជាពិធីករនៅក្នុងពិធីប្រឡងចម្រៀងអញ្ចឹងបើបងប្អូននៅឡុងប៊ិចឬក៏ទីក្រុងចិត្តនេះដែលគិតថាខ្លួនមានទឹកដមសំនៀងអាចប្រកួតប្រជែងឬក៏ជាការកំសាន្តសប្បាយវាមិនមែនជាអ្នកអាជីពអីក៏ដោយអញ្ជើញចូលរួមនៅថ្ងៃទី12ខែមេសានេះគឺថ្ងៃអាទិត្យនេះទាំងអស់គ្នានៅវត្តលេខអេសណដែលជាទីដៅនៅក្បែរមាត់ស្ទឹងមាត់បឹងមួយដ៏គួរឲ្យត្រឈឹងមានដើមឈើធំត្រឈឹងត្រឈៃម្លប់ត្រជាក់ទេសភាពគួរឲ្យគយគន់ជាទីមនោរម្យហើយក៏បានទៅចូលរួមគ្រប់គ្រងពិធីបុណ្យចូលឆ្នាំខ្មែរនៅទីនោះផងហើយក៏បានចូលរួមប្រឡងចម្រៀងសាកល្បងសមត្ថភាពផងបានទទួលពានរង្វាន់ឬក៏ថវិកាឧបត្ថម្ភខ្លះផងខ្ញុំជឿថាជាការដែលចេញជាគ្រួសារដើម្បីសម្រាកលំហែកាយក្នុងរដូវបុណ្យទាននៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងក៏ជាការប្រសើរដែរបើបងប្អូនបានទៅដល់លេខអេសណនៅថ្ងៃទី12ខែមេសានេះគឺថ្ងៃអាទិត្យនេះយើងនឹងជួបគ្នានៅឯលេខអេសណទាំងអស់គ្នាបងប្អូនអរគុណច្រើនសូមជម្រាបលាប្រមាណរបស់ក្រមលោកកម្មសខាដែរដោយសារអីខ្លួនអត់ចង់ឲ្យជាប់ពាក់ព័ន្ធព្រោះកំពុងតែចង់ផ្ដាច់ខ្លួនជាអំពើល្អរបស់ក្រមលោកសំរងស៊ីមែនហើយក៏ប៉ុន្តែ
ខាងនោះគ្នាកំពុងតែផ្ដាច់ថាអត់មានជាប់ពាក់ព័ន្ធនឹងក្រុមលោកសំរងស៊ីព្រោះអីឮសារលោកសំរងស៊ីចេះតែឲ្យទៅហ៊ានបែកកណ្ដុងទៅរដ្ឋាភិបាលព្រួលរំលំរដ្ឋាភិបាលអីចឹងវាចូលក្នុងអាអង្គហេតុចោតប្រកាន់ចឹងព្យាយាមផ្ដាច់ដល់ព្យាយាមផ្ដាច់ខ្លួនទៀតប្រជាពលរដ្ឋមើលមកថាក្រុមលោកកឹមសុខាដូចជាអាក្រក់ទៅវិញណែអាហ្នឹងណានៅក្នុងការមើលឃើញចុះគេខំប្រឹងតស៊ូមតិដើម្បីឲ្យដោះលែងខ្លួនហេតុអីបានជាខ្លួនខំប្រឹងវាយប្រហារក្រុមម្ខាងហ្នឹងដាច់ខ្លួនអញ្ចឹងសរុបសេចក្តីមកអ្វីដែលជាយុទ្ធសាស្ត្ររបស់លោកកឹមសុខាគឺជាយុទ្ធសាស្ត្រស្អំចិត្តគណៈបកប្រជាជនកម្ពុជានិងលោកហ៊ុនសែនឲ្យព្រមជឿថាគាត់អត់មានពាក់ព័ន្ធអីជាមួយក្រុមលោកសំរងស៊ីបើទោះបីជាការថ្លែងសារបែបនេះគឺជាការប៉ះពាល់ដល់សេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋពេញនគរក៏ដោយប៉ុន្តែលោកកឹមសុខាគឺរួចទៅលើការដែលធ្វើយ៉ាងម៉េចឲ្យគាត់រួចខ្លួនសិនហើយបានតស៊ូនយោបាយឡើងវិញហើយចាំប្រមូលផ្ដុំឡើងវិញអីចឹងទៅនៅក្នុងន័យហ្នឹងគឺអញ្ចឹងគឺគាត់សុកចិត្តផ្ដាច់លោកសំរងស៊ីចោលឬក៏អាចក្រុមលោកកឹមសុខាមានសុតិធិនិយមមួយឬក៏ការគិតរបស់ខ្លួនមួយហើយថាប្រជាប្រិយឡើងដល់3លាននាក់ជិត3លាននាក់ទៅហើយកាលហ្នឹងមានលោកកឹមសុខាជាអ្នកដឹកនាំដែរហើយដោយសារតែផ្ដាច់ខ្លួនបែបនេះបើគាត់ចូលក្នុងឆាកនយោបាយវិញទៅតែគាត់ក៏គាត់អាចសង្ឃឹមថាប្រជាពលរដ្ឋនៅតែគ្រប់គ្រងគាត់ដោយមិនចាំបាច់មានលោកសំរងស៊ីវាអាចដូច្នេះដែរប៉ុន្តែរឿងនេះដូចខ្ញុំនិយាយចឹងថាយើងជាជនរងគ្រោះទាំងលោកកឹមសុខានិងលោកសំរងស៊ីគឺជាជនរងគ្រោះនៃអំពើអនុវត្តច្បាប់ទាញឲ្យយឺតដូចកៅស៊ូដើម្បីកេងចំណេញនយោបាយកំចាយគណៈបកប្រឆាំងពីគណៈបកប្រជាជនកម្ពុជាទេទាំងលោកកឹមសុខាទាំងលោកសំរងស៊ីគឺជាជនរងគ្រោះដូចគ្នាខ្ញុំយល់ថាលោកកឹមសុខាធ្វើនេះដើម្បីឲ្យស្អំចិត្តគណៈបកប្រជាជនកម្ពុជាឲ្យជឿថាលោកអត់មានតាក់ទងអីជាមួយលោកសំរងស៊ីទេពីរអ្នកនេះអត់ត្រូវគ្នាទេដើម្បីឲ្យដោះលែងឲ្យនៅក្រៅឃុំឬក៏លើកលែងការចោទប្រកាន់តែទីបំផុតគឺនៅតែអត់ព្រោះរបបនយោបាយរបស់គណៈបកប្រឆាំងនៅតែអត់ទុកចិត្តថាតើបើសិនជាដោះលែងលោកកឹមសុខាឲ្យនៅក្រៅឃុំផ្សះផ្សាជាតិហ្នឹងតើវាបានផលអីព្រោះអីគណៈបកប្រឆាំងនេះអឺប្រជាប្រិយដូចជាមិនថមថយព្រោះអីគណៈបកប្រជាជនកម្ពុជាអត់ទាន់បានធ្វើអីឲ្យប្រសើរមានតែធ្វើអ្វីឲ្យតែបំផ្លាញខ្លួនតទៅទៀតព្រោះមកដល់ម៉ោងនេះគឺគណៈបកប្រជាជនដែលប្រឈមមុខធំបំផុតមិនអាចផ្សះផ្សាជាតិនេះបានដោះលែងអ្នកទោសមនសិការឬអ្នកនយោបាយឲ្យលឿនឬបានដូចចិត្តគឺប្រជាប្រិយធ្លាក់ដាំក្បាលចុះនៅពេលដែលមិនអាចការពារដែនអធិបតេយ្យរបស់ខ្មែរឲ្យថៃវាយដណ្ដើមបានដល់ទៅជាង50ទីតាំងរឿងនេះគឺជារឿងមួយដ៏គ្រោះថ្នាក់បំផុតសម្រាប់គណៈបកប្រជាជនកម្ពុជាបើហ៊ានតែបណ្តែតបណ្ដោយតែបន្តិចឲ្យគណៈបកប្រឆាំងអាចងើបក្រោកឡើងបានណាត្រឹមលោកជាមនីត្រឹមអ្នកណាអីដែលដូចលោកមីកសវណ្ណរាលោកអីដែលនេះហ្នឹងគេចិត្តតែប្រឡែងទៅមិនធ្វើទុកបុកម្នេញទេដោយសារតែគាត់ដឹងថាកម្លាំងប្រជាប្រិយរបស់បុគ្គលនយោបាយទាំងប្រមាណអ្នកនេះបើទោះជាប្រឹងដាច់ខ្យល់ស្លាប់ក៏វាមិនបានទៅដល់កម្លាំងដល់គណៈបកសង្គ្រោះជាតិដោយលោកកម្មសខាលោកសំរងស៊ីដែរដូច្នេះគេប្រឡែងចឹងទៅដើម្បីឲ្យវាមានលំអប្រជាធិបតេយ្យអីហ្នឹងដើម្បីបោកសហគមន៍អន្តរជាតិប៉ុន្តែបើនិយាយពីដុំកំភួនវាអត់ទៅរួចទេព្រោះគណៈបកសង្គ្រោះជាតិនេះគឺតើតែមានលោកកម្មសខាឬលោកសំរងស៊ីឬក៏អ្នកទាំងពីរនេះគឺតំណាងឲ្យស្ថាប័ននេះឡើងវិញនៅក្នុងការចូលរួមការបោះឆ្នោតប៉ុន្តែគណៈបកប្រជាជនកម្ពុជាមកដល់ម៉ោងនេះគឺដឹងខ្លួនច្បាស់ហើយថាបើប្រឡែងអ្នកទាំងអស់នេះឲ្យចេញនៅក្រៅឃុំបានហើយចំណេញសិទ្ធិមនុស្សប្រជាធិបតេយ្យសហគមន៍អន្តរជាតិគេសាទរប្រជាប្រទេសកម្ពុជាប្រែមុខមាត់ថ្មីដោយសារតែយើងមានរបបនយោបាយថ្មីអីឡាក់នឹងឡាក់គឺអាចនឹងលែងសូវមានទណ្ឌកម្ម EBA ក៏បានវិញឬអីប៉ុន្តែអ្វីដែលគ្រោះថ្នាក់បាន EBA យកមកធ្វើអីបាន EBA 100% មកធ្វើអីបាន GSP ទាំងអស់ហ្នឹងយកមកធ្វើអីនៅពេលដែលគណៈបកប្រជាជនកម្ពុជាត្រូវបាត់ស្លឹកឆ្នោតអស់ហ្នឹងតើបានយកមកធ្វើអីបងប្អូនសហគិតមើលចង់បានមកអញ្ចឹងតើគណៈបកកាន់អំណាចយកមកធ្វើអីបើប្រឡែងអស់ចឹងមកគឺបើដឹងថាប្រឡែងក្រុមគណៈបកសង្គ្រោះជាតិលោកកឹមសុខាអីនេះបានហើយក៏ចាំបាច់ទម្លាយតាំងពីដើមទីឲ្យគេកាត់ EBA យើង20%ឲ្យគេកោតទោសយើងជុំទិសទៅអីគឺដោយសារតែមិនចង់ឲ្យអ្នកទាំងអស់នេះឡើងដើម្បីជែងអំណាចក្រុមគ្រួសារគាត់នឹងឯងតាឥឡូវដល់ពេលអញ្ចឹងឮសូរលោកកឹមសុខាស្នើសុំឲ្យដោះលែងគាត់ទៅដើម្បីគាត់អាចនឹងទៅឆាកអន្តរជាតិឬប្រកបប្រកាសដើម្បីឲ្យយើងផ្សះផ្សាជាតិដើម្បីឲ្យសហគមន៍អន្តរជាតិគេជឿទុកចិត្តយើងព្រោះយើងកំពុងតែមានបញ្ហា
ឆ្លោះគ្នាជាមួយថៃអីអញ្ចឹងផងយើងត្រូវឲ្យជាតិយើងរឹងមាំសាររបស់លោកកឹមសុខាគឺជាសាររបស់មេដឹកនាំដែលគិតពីជាតិមែនហើយប៉ុន្តែបងប្អូនសុំភ្លើងយៈហើយទៅស្រែកប្រាប់គណៈបកប្រជាជនកម្ពុជា8ឆ្នាំជិត9ឆ្នាំហើយបើគេស្ដាប់ហើយលោកកឹមសុខាខំប្រឹងអស់លទ្ធភាពហើយគឺទី1គឺសុកចិត្តវាយប្រហារដៃគូខ្លួនឯងជាជនរងគ្រោះដូចគ្នាប៉ុន្តែក៏នៅតែអត់បានផលព្រោះរឿងនយោបាយរបស់បកកណ្ដាលអំណាចនេះគឺមិនមែនរឿងលោកកឹមសុខាវាយប្រហារគណៈបកប្រឆាំងនេះទេលោកសំរងស៊ីទេលោកសំរងស៊ីអត់ចាំបាច់ចូលទៅប្រទេសកម្ពុជាទៅធ្វើនយោបាយអីទេដរាបណាលោកសំរងស៊ីនៅមានដង្ហើមដកហើយនៅជួយធ្វើចលនាដើម្បីស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យនៅប្រទេសកម្ពុជាដរាបហ្នឹងគឺលោកហ៊ុនសែនអត់ដែលសម្រានលក់ស្រួលទេព្រោះគីឡូនេះគឺជាគីឡូស្មើគ្នាហើយមិនត្រឹមស្មើគ្នាទេគណៈបកកណ្ដាលអំណាចកំពុងមានបញ្ហារឿងព្រំដែនទៀតគឺគឺមិនអាចបទូបថយអីទេហើយអ្នកដែលរងទុកខ្លាំងជាងគេគឺប្រជាពលរដ្ឋទាំង17លានអ្នកជិត18លានអ្នកដោយសាររឿងនយោបាយគេមិនអាចបទូបថយបានបើសិនជាអ្នកនយោបាយខ្មែរគាត់ទម្លាក់ចោលអាស្មិមានះឬក៏អាប្រយោជន៍សួនតួបពពួកខ្លួនហ្នឹងណាប្រទេសជាតិនេះមិនរងគ្រោះអញ្ចឹងទេគឺច្បាស់ណាស់ច្បាស់ជាមានការដោះលែងលោកកម្មសខាភ្លាមហើយនឹងច្បាស់ជាដោះលែងអ្នកទោសមនសិការឲ្យអស់ហើយគ្មានពេលណាប្រសើរជាងពេលនេះទេបាទប៉ុន្តែបងប្អូនអានឹងយើងតាមដានតទៅទៀតទៅព្រោះរឿងនយោបាយយើងវាស្មោកគ្រោកអញ្ចឹងហើយវាអកុសលអញ្ចឹងអឺរឿងបន្តទៅទៀតគឺយើងដឹងហើយសវនាការលោកកឹមសុខាហ្នឹងគឺបិទបញ្ចប់ហើយឥឡូវនេះគឺតកតងនឹងរឿងដំណើរទស្សនកិច្ចរបស់លោកហ៊ុនម៉ាណែតមកទីក្រុងលីយ៉ុងប្រទេសបារាំងឥឡូវនេះលោកហ៊ុនម៉ាណែតនិងភរិយានិងគណៈប្រតិភូកម្ពុជាបានវិលទៅប្រទេសកម្ពុជាដោយសុវត្ថិភាពវិញទៅហើយក្រោយចូលរួមកិច្ចជំនួបកម្ពុជាសន្តិភាពសន្ទុះសុខភាពតែមួយនៅប្រទេសបារាំងហើយក៏បានមានការសន្យាអីទៅវិញទៅមកអីនឹងច្រើនដែរហើយនៅក្នុងពេលនោះនៅថ្ងៃទី6ខែមេសានោះក៏មានក្រុមបាតកោប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងមកធ្វើបាតកម្មដើម្បីទាមទារ3ចំណុចទី1គឺទាមទារឲ្យលោកហ៊ុនម៉ាណែតដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទាមទារដែនអធិបតេយ្យខ្មែរមកគ្រប់គ្រងដោយរបស់កម្មសិទ្ធិរបស់ខ្មែរវិញទី2គឺតាក់ទងឲ្យដោះលែងអ្នកទោសមនសិការឲ្យអស់ទី3គឺតាក់ទងនឹងការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអីអញ្ចឹងក៏ប៉ុន្តែនៅថ្ងៃដែលបាតកម្មនោះគឺមានប្រហែលជា4-5នាក់តែប៉ុណ្្នឹងទេហើយការដែលមានមនុស្សតែ4-5នាក់នេះគឺធ្វើឲ្យមានការចោទសួរពីបងប្អូនខ្មែរយើងនៅក្រៅប្រទេសហ្នឹងសួរអញ្ចេះគាត់សួរថាតើហេតុអ្វីបានជាបងប្អូនខ្មែរយើងនៅស្រុកបារាំងមិននាំគ្នាភ្លុកទឹកភ្លុកដីទៅធ្វើបាតកម្មប្រឆាំងលោកហ៊ុនម៉ាណែតបាសារនេះតាមពិតបង្ហោះនៅលើ Facebook របស់លោកនួននរាដែលជាខ្មែរនៅក្រៅប្រទេសមួយរូបហើយដែលជាញយដងឃើញគាត់ចូលរួមយ៉ាងសកម្មនៅក្នុងក្រុមអង្គការ Save Cambodia ហើយគាត់បានសរសេរបែបនេះក្នុងន័យថាគាត់ឆ្ងល់តាមពិតអាចជាបំណងល្អទេហេតុអីបានជាបាតកម្មតាក់តងរឿងទឹកដីរឿងអីប៉ប៉ុនមេឃមានគ្នាទៅ4-5នាក់ហើយគាត់ថា4-5នាក់នេះបើក្នុងរូបថតដូចមានគ្នាតែ5នាក់ទេហើយនឹង5នាក់ហ្នឹងអាចបូកបញ្ចូលទាំងអ្នកថតទៀតផងបើបូកបញ្ចូលអ្នកថតប្រហែលជាអត់ឃើញឬក៏គាត់មាន tripod អីដាក់នៅកន្លែងណាឲ្យថតរូបស្កប់ហើយគាត់សួរចេះចោះរដ្ឋាភិបាល$23របស់លោកសំរងស៊ីដែលនៅស្រុកបារាំងស្រាប់ហ្នឹងទៅណាបាត់អស់ហើយឬមួយក៏មានការហាមឃាត់ខ្មែរមិនឲ្យធ្វើបាតកម្មគាត់ថាអត់យល់បាទនេះគឺជាសំណួរធម្មតារបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសហើយជាការពិតឃើញមានអ្នកដែលតវ៉ាហ្នឹងមានប្រហែល4-5នាក់អញ្ចឹងមែនឯងបងប្អូនអាចចំនួនអ្នកតវ៉ានេះគឺជារឿងមួយឆ្លោះគ្នាស្លាប់រស់ដែរព្រោះខ្មែរយើងចូលចិត្តណាស់បរិមាណអត់ខ្វល់ពីរឿងគុណភាពទេព្រោះថាចំនួនច្រើនហ្នឹងគឺជាចំនួនដែលយកមកជន់ជើងគ្នាអត់ប្រយោជន៍ហ្នឹងគឺយើងចង់បានអញ្ចឹងតែគុណភាពខ្លឹមសារអត្តន័យអីគឺយើងអត់ចាប់អារម្មណ៍ទេភាគច្រើនគឺអញ្ចឹងប៉ុន្តែជាខ្លឹមសារបាតកម្មគឺត្រូវតែមានមនុស្សច្រើនកកហើយបើគ្នាកាន់តែច្រើនក្នុងរបបប្រជាធិបតេយ្យគឺសម្លេងកាន់តែរឹងមាំអាហ្នឹងក៏តែមួយយ៉ាងដែរក៏ប៉ុន្តែយើងគិតមើលចេះដែរខ្ញុំនិយាយនេះមិនមែនទៅអីតបតអីទៅលោកពូនរាទេគឺគ្រាន់តែចង់និយាយថា
គាត់សួរសំណួរនេះគឺសំណួរចាក់ដោតដែរព្រោះអីរដ្ឋាភិបាល$23ហ្នឹងមានមូលដ្ឋាននៅឯទីក្រុងប៉ារីប្រទេសបារាំងហ្នឹងឯងលោកសំរងស៊ីនៅឯហ្នឹងប៉ុន្តែប្រហែលជាអឺយើងមើលប្រហែលថ្ងៃនេះគឺវត្តមានរបស់លោកសំរងស៊ីគឺនៅឯសហរដ្ឋអាមេរិកឯវិញទៅវិញទេព្រោះបនចូលឆ្នាំប្រហែលថ្ងៃនៅវត្តភ្នំសេរីនេះគឺឃើញលោកសំរងស៊ីនិងគណៈប្រតិភូឬក៏មន្ត្រីរបស់រដ្ឋាភិបាលក្រៅប្រទេសនេះដូចជារវល់ជាប់ដៃនៅឯសហរដ្ឋអាមេរិកឯនេះធ្វើបនចូលឆ្នាំនៅវត្តភ្នំសេរីជាមួយព្រះអង្គបុត្របន្ទិញឯនេះទេអញ្ចឹងទេប្រហែលជាអាចពួកគាត់ពិបាកចូលរួមទៅក្នុងការរៀបចំបាតកម្មនៅបារាំងឲ្យបានគ្នាច្រើនហើយមួយយ៉ាងទៀតបាតកម្មនៅចំថ្ងៃធ្វើការមិនចំពោះថានៅបារាំងឬក៏នៅកាណាដាឬនៅអូស្ត្រាលីទេបងប្អូនប្រជាពលរដ្ឋខ្មែរយើងទោះជាស្រឡាញ់ជាតិប៉ុណ្ណាក៏ដោយគឺកាពះរបស់គាត់បង់លុយថ្លៃផ្ទះថ្លៃទឹកភ្លើងអីនៅនេះហើយធ្វើបាតកម្មថ្ងៃធ្វើការហ្នឹងបងប្អូនពិបាកចូលរួមហើយកុំថាធ្វើបាតកម្មសូមតែបុណ្យសង្ឃទានឬក៏បុណ្យពិធីអីធំដើម្បីសាសនាប្រពៃណីដូនតារបស់កម្ពុជាយើងនៅស្រុកអាមេរិកនេះសាកធ្វើឲ្យចំថ្ងៃច័ន្ទដល់ថ្ងៃពហុមើលខុសពីរាត្រីថ្ងៃសុក្រឬសៅរ៍ឬអាទិត្យមើលបានមនុស្សចូលរួមបើថា100នាក់បានមកតែ3 4នាក់ហ្នឹងឯងហើយជារឿងធម្មតាព្រោះអីប្រជាពលរដ្ឋគាត់ត្រូវធ្វើការបើគាត់ត្រូវសុំច្បាប់គាត់ត្រូវរៀបចំហើយលោកហ៊ុនម៉ាណែតដំណើរទស្សនកិច្ចទៅបារាំងនេះវាអាចរយៈពេលខ្លីបន្តិចញុចអីចឹងពួកគាត់មិនអាចរៀបចំតាន់ហើយបើសិនជាចាំធ្វើដល់សៅរ៍អាទិត្យលោកហ៊ុនម៉ាណែតវិលមកស្រុកខ្មែរវិញបាត់ដូច្នេះសរុបសេចក្តីមកសំណួររបស់លោកនរាមមិនខុសទេដែលថាហេតុអីបានអត់មានបងប្អូនខ្មែរច្រើននៅបារាំងក៏ប៉ុន្តែកត្តាជាច្រើនគឺអ្វីដែលជាខ្លឹមសាររបស់គាត់មិនចាំបាច់ទៅបាតកម្មច្រើនទេចំពោះខ្ញុំបរិមាណមិនមែនជារឿងមួយសំខាន់ទេខ្លឹមសារនៃគុណភាពនៃអ្វីដែលគាត់ថ្លែងទៅជារឿងសំខាន់គាត់ទាមទារឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនោះជាខ្លឹមសារសំខាន់ដែលយើងគូយកចិត្តទុកដាក់ទី2គឺញត្តិដែលតាក់ទងនឹងឲ្យលោកហ៊ុនម៉ាណែតពិនិត្យមើលការគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនោះក៏ជារឿងសំខាន់ដែរហើយនឹងរឿងដោះលែងអ្នកទោសមនសិការនេះគឺជាសារសំខាន់អញ្ចឹងបងប្អូនខ្មែរដែលមិនបានចូលរួមទៅបាតកម្មនៅប្រទេសបារាំងឬក៏មានតែ4 5នាក់ក៏នៅតែគ្រប់គ្រងបាតកម្មតាមបណ្ដាញសង្គម Facebook នឹងរាល់តែថ្ងៃដែរទេដូច្នេះសារនេះគឺវាមានរាប់រយរាប់លានទៅហើយដឹងតែចង់ឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដោះលែងអ្នកទោសមនសិការនិយាយទៅអ្វីដែលពួកគាត់ធ្វើនៅឯប្រទេសបារាំងទីក្រុងលីយ៉ុងមានគ្នា5នាក់ហ្នឹងវាជានិមិត្តរូបនៃការតស៊ូមតិរបស់គាត់ហើយខ្ញុំកោតសរសើរលើកទឹកចិត្តឲ្យពួកគាត់បន្តធ្វើដោយសន្តិវិធីបែបហ្នឹងចំនួនតិចប៉ុណ្ណាគឺជារឿងមួយដែលគេយកទៅវាយប្រហារប៉ុន្តែរឿងសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យមិនចំពោះតែសម្លេងប៉ុណ្ណាទេអ្នកដឹកនាំរដ្ឋគឺត្រូវយកសំណើរបស់ប្រជាពលរដ្ឋយកទៅពិចារណាប៉ុន្តែឥឡូវឧទាហរណ៍បើខ្ញុំសុំសួរលោកពូនរាវិញបើថ្ងៃនោះមានខ្មែរយើងទៅបាតកម្មនៅកន្លែងលីយ៉ុងថា1លានអ្នកចោះតើមានអីប្រែប្រួលដែរទេនៅប្រទេសកម្ពុជាមានអីប្រែប្រួលដែរទេបើរដ្ឋាភិបាលនៅតែប្រកាន់ជំហរថាមិនទាន់បានដាក់ប្តឹងអីទេមិនដោះលែងអ្នកទោសមនសិការមិនអីដដែលហ្នឹងដូច្នេះពួកគាត់ធ្វើដូចតែភ្លៀងរលឹមអញ្ចឹងហើយកុំឲ្យថាលោកហ៊ុនម៉ាណែតទៅដល់លីយ៉ុងទៅហើយប្រទេសបារាំងអត់មានការរៀបចំអីវាដូចជាឆ្កងពេកឆ្កងរៀបចំក៏ទៅតែឆ្កងដូច្នេះបាទនិយាយទៅគឺបងប្អូនការរិះគន់គឺជាសិទ្ធិសេរីភាពរបស់បងប្អូនគ្រប់ពេលវេលាបន្តទៀតទៅហើយគាត់ថាយើងក៏អាចនឹងមើលហេតុផលថាហេតុអីបានជាពួកគាត់រៀបចំបាតកម្មនឹងមិនបានធំហើយតើសារនយោបាយគាត់អីឥឡូវនិយាយអំពីលទ្ធផលនៃលោកហ៊ុនម៉ាណែតទៅជួបលោកម៉ាក្រុងម៉ានូអែលម៉ាក្រុងនៅឯប្រទេសបារាំងតើបានផលអីគេខ្លះផលដែលទៅប្រទេសបារាំងនេះមិនមែនតែនគឺលោកហ៊ុនម៉ាណែតទៅក្នុងនាមជាតំណាងឲ្យប្រទេសកម្ពុជាមួយទៅនិយាយអំពីបញ្ហាសុខភាពទេគឺសុខភាពតែមួយហើយសុខភាពនឹងនិយាយពីការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងការដោះស្រាយបញ្ហាជំងឺរាតត្បាតអីលក្ខនឹងលក្ខដែលជាការល្អឲ្យថ្នាក់ដឹកនាំចូលទៅក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺមានការសន្យាឬរបស់លោកម៉ានូអែលម៉ាក្រុងដែលនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងឆ្នាំនេះគឺម្ដុំខែវិច្ឆិកាដើម្បីចូលរួមប្រជុំកំពូលអឺអ្នកនិយាយភាសាបារាំងនៅប្រទេសកម្ពុជានេះគឺជារឿងដុំកំភួនមួយហើយមួយទៀតគឺលោកហ៊ុនម៉ាណែតបានបញ្ជាក់ថានៅពេលដែលមកជួបនៅចុងឆ្នាំនោះគឺកម្ពុជាអាចនឹងឈានដល់ការដែលពង្រឹងទំនាក់ទំនង
មិត្តភាពរវាងបារាំងនិងកម្ពុជាឲ្យចូលដល់កម្រិតយុទ្ធសាស្ត្រដែលជា